ជំរាបសួរបងប្អូនប្រិយមិត្ត Goal ខ្មែរទាំងអស់គ្នារាត្រីថ្ងៃអាទិត្យឈានចូលព្រឹកថ្ងៃច័ន្ទទី26មេសាវេលាម៉ោង 1:45 នាទីរំលងអាធ្រាត្រនេះភ្នែកអ្នកគាំទ្របាល់ទាត់អ៊ីតាលីទូទាំងពិភពលោកនឹងក្រឡេកទៅកាន់កីឡាដ្ឋាន San Siro សម្រាប់ការប្រកួតដ៏ធំបំផុតប្រចាំសប្តាហ៍ម្ចាស់ផ្ទះ AC Milan ត្រូវបើកទ្វារទទួលស្វាគមន៍សេះបង្កង Juventus នេះគឺជាការតតាំងគ្នាដើម្បីកំណត់វាសនាកៅអី Champions League តើអ្នកណានឹងមានប្រៀបជាងតោះទៅតាមដានជាមួយ admin ទាំងអស់គ្នានិយាយពី AC Milan បងប្អូនអើយកាលពីដើមរដូវកាលពួកគេគឺជាបេក្ខភាពដណ្ដើមពាន Scudetto យ៉ាងស្វិតស្វាញប៉ុន្តែមួយរយៈចុងក្រោយនេះហាក់ដូចជារអិលជើងខ្លាំងមែនទែន5ប្រកួតចុងក្រោយពួកគេភ្លាត់ចាញ់ដល់ទៅ3ដងដែលធ្វើឲ្យក្តីសង្ឃឹមជើងឯករលាយបាត់ទៅហើយដោយដាច់ពីក្រុមកំពូលតារាងដល់ទៅ12ពិន្ទុបច្ចុប្បន្ន Milan ឈរលេខ3មាន66ពិន្ទុហើយយប់នេះពួកគេត្រូវតែឈ្នះជាដាច់ខាតដើម្បីការពារតំណែងរបស់ខ្លួននិងរក្សាគម្លាត8ពិន្ទុពីក្រុមលេខ5បើមិនចង់ឲ្យកៅអីអឺរ៉ុបមានគ្រោះថ្នាក់ទេនោះងាកមកមើលក្រុមភៀវ Juventus របស់លោក Luciano Spalletti វិញម្ដងស្ថានភាពគឺខុសគ្នាដូចមេឃនឹងដី Juventus កំពុងមានទម្រង់លេងយ៉ាងមានស្ថិរភាពដោយមិនទាន់ស្គាល់ជាតិចាញ់សោះ8ប្រកួតជាប់គ្នាបច្ចុប្បន្នពួកគេឈរនៅលេខ4មាន63ពិន្ទុគឺដេញពីក្រោយ Milan តែ3ពិន្ទុប៉ុណ្ណោះយប់នេះប្រសិនបើកូនក្រុមលោក Spalletti អាចយកឈ្នះនៅ San Siro បានពួកគេនឹងមានពិន្ទុស្មើជាមួយ Milan ភ្លាមហើយនឹងពង្រឹងកៅអី Top 4ឲ្យកាន់តែរឹងមាំសម្រាប់រដូវកាលក្រោយការវិភាគនិងការទស្សន៍ទាយមកដល់ចំណុចសម្រាប់ Milan មានព្រឹកក្នុងដីតែទម្រង់លេងកំពុងធ្លាក់ចុះចំណែក Juventus កំពុងឡើងកូតខ្លាំងនិងមានវិន័យលេងល្អជាងជំនួបមហាអំណាចទាំងពីរនេះនឹងក្លាយជាការប្រកួតដែលមានគុណភាពខ្ពស់និងមានការវាយសម្រុកទៅវិញទៅមកមិនសមចៃដៃឡើយការរំពឹងទុកជាការប្រកួតដែលមានគ្រាប់បាល់គូលេង over 2គ្រាប់កុំភ្លេចចុច like និង share ដើម្បីគាំទ្រ Goal ខ្មែរផងណាជូនពរបងប្អូនហេងទាំងអស់គ្នា